គ្រួសារយើងគ្មានខ្សែគ្មានខ្នងគ្មានចង្វាក់អីទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាទីពឹងដ៏ធំមួយរបស់គ្រួសារយើងកូនមើលទៅជុំវិញខ្លួនមើលបងប្អូនគ្រួសារអ៊ីអ៊ុំសិតតែអ្នកអត់បើយើងគ្មានខ្សែគ្មានចង្វាក់អីនឹងតោងទេចឹងហើយកូនកុំភ្លេចខ្លួនឲ្យសោះគ្រួសារយើងគ្មានខ្សែគ្មានខ្នងទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាបកគោលរបស់គ្រួសារកូននឹងក្លាយជាម្លប់របស់បងប្អូនកូននឹងក្លាយជាផ្លូវសម្រាប់អ្នកក្រោយបន្តទៀតគ្រួសារជាកម្លាំងចិត្តធំណាស់សម្រាប់ជីវិតយើងគ្រប់គ្នាពរជ័យពីគ្រួសារគឺជាពរជ័យដែលគ្មានថ្ងៃសាបសូន្យទេ